ក្នុងមួយលីត្រអីទៅហើយសូមឲ្យធ្វើម៉េចគ្រប់គ្រងហើយសូមអំពាវនាវឲ្យអ្នកម្ចាស់ការ៉ាសាំងទាំងអស់សូមធ្វើម៉េចកុំឆ្លៀតឱកាសតឡើងហួសហេតុព្រោះវាប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងហើយសូមឲ្យក្រសួងពាណិជ្ជកម្មអាជ្ញាធរពាក់ព័ន្ធក្រសួងពាក់ព័ន្ធតាមមើលទៅលើកិច្ចការនេះព្រោះដៃម្ខាងរឿងការលក់ដូររបស់អាជីវកររឿងបញ្ហាស្តុកនាំចូលតែស្តុកខ្វះតម្លៃឡើងអញ្ចឹងការរៀបចំឲ្យច្បាស់ប៉ុន្តែមួយទៀតវាមិនមែនរឿងបញ្ហាស្តុកវារឿងការឆ្លៀតឱកាសសុំទប់ឲ្យបានព្រោះវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរបស់យើងអ្នកប្រើប្រាស់អញ្ចឹងសូមឲ្យបងប្អូនបាទអាជីវករដែលប្រកបរបរនេះសូមចូលរួមបាទធ្វើយ៉ាងណាសហការនឹងអនុវត្តជាមួយនឹងស្ថាប័នរបស់យើងដើម្បីរួមគ្នាដោះស្រាយបញ្ហាចំពោះមុខបាទអញ្ចឹងគឺកិច្ចការងារបញ្ហា3នេះដែលខ្ញុំសូមលើកបន្ថែមបាទបន្ថែមទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបើទៅកញ្ចប់តែមួយទេគឺសន្តិសុខសង្គមព្រឹកមិញខ្ញុំបានទទួលព័ត៌មានពីកន្លែងខ្លះនៅបាត់ដំបងថាតឡើងដល់4000 6000ជាងក្នុង1លីត្រអីទៅហើយសូមឲ្យធ្វើម៉េចគ្រប់គ្រងហើយសូមអំពាវនាវឲ្យអ្នកម្ចាស់ការ៉ាសាំងទាំងអស់សូមធ្វើម៉េចកុំឆ្លៀតឱកាសតឡើងហួសហេតុព្រោះវាប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង